Hello សួស្តីអ្នកទាំងអស់គ្នាបាទជាងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងភាគទី146នៃសាច់រឿង comic បន្តទៀតអញ្ចឹងថ្ងៃនេះគឺខ្ញុំអត់សម្រាយលឺនោះទេដោយសារតែកូនខ្ញុំដេកបានខ្លាចវាភ្ញាក់ជាងទៅក៏ព្យាយាមសម្រាយតិចៗអញ្ចឹងសង្ឃឹមតែអ្នកនេះនឹងស្ដាប់លឺទៅចោះបាទហើយបើសិនជាចង់លើកទឹកចិត្ត admin ប៉ា cafe admin អាចមើលតាមរយៈអេក្រង់បាទនៅលើនេះក៏បានដែរខ្ញុំដាក់នៅទីនេះអស់ហើយកុំឲ្យកាពេលយូរយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងទៅដោយពេលនោះដែរគឺបន្ទាប់ពីហួយហៅបានលឺនៅរឿងរ៉ាវទាំងអស់ដែលព្រិលសូបានរៀបរាប់ប្រាប់គាត់ឲ្យកាត់ឡើងការប្រជុំមិញធ្វើហួយហៅភ្ញាក់ផ្អើលខ្លាំងមែនទែនដោយនាងបាននិយាយអំពីព្រលឹងទាំង3ខ្ញុំមិនដឹងថាសម្ដៅទៅលើអ្វីឲ្យពិតប្រាកដនោះទេព្រោះថានៅពេលដែលហួយហៅបានលេបនៅក្របថ្នាំនិករីរបស់ទីធានដែលបានបកគោលឲ្យហួយហៅហើយក៏បានជំរុញឲ្យហួយហៅអាចស្រូបនៅធម្មពលយ៉ាងពេញលេញបានដែលធ្វើឲ្យសមុទ្រនៃខួរក្បាលរបស់គាត់រួមជាមួយនឹងកម្លាំងនៃរាងកាយទាំងអស់កើនឡើងជាខ្លាំងហើយកម្លាំងរបស់ហួយហៅពេលនេះគឺអាចគ្រប់ទប់ទល់ជាមួយនឹងទីធានបានដែលវាអស្ចារ្យខ្លាំងមែនទែនអញ្ចឹងកន្លែងនេះមានន័យថាបើសិនជាហួយហៅអាចទប់ទល់ជាមួយនឹងទីធានបានគឺគាត់អាចទប់ទល់ជាមួយនឹងសការបញ្ច្រាស់របស់ទីធានបានហើយទោះបីជាលើកក្រោយសការបញ្ច្រាស់របស់ទីធានបញ្ចេញនូវអតិពលរបស់វាម្ដងទៀតដើម្បីរារាំងនៅការកោះហៅពីដែនដីអាទីទេពទៅលើគាត់ម្ដងទៀតក៏គាត់អាចយកឈ្នះនៅសការបញ្ច្រាស់នោះបានដែរគឺវាមានន័យបែបនេះក៏ប៉ុន្តែចំពោះព្រលឹងទាំង3ខ្ញុំអត់ទាន់យល់ច្បាស់នោះទេគឺខ្ញុំសម្រាយទៅតាមសាច់រឿងសិនហួយហៅលើរឿងរ៉ាវទាំងអស់នេះធ្វើគាត់នឹងភ្ញាក់ផ្អើលខ្លាំងមែនទែនសឹងតែមិនជឿថាអតិពលនៃក្របថ្នាំនេះវាខ្លាំងក្លាដល់ថ្នាក់នេះដែលជួយឲ្យជំរុញនៃការស្រូបនៅធម្មពលរបស់គាត់កើនឡើងខ្ពស់ដល់ថ្នាក់នេះបានតែហួយហៅក៏ដឹងទៀតថាគឺគាត់មិនទាន់ជួយឈ្នះទីធានបានទាំងស្រុងនោះទេគឺគាត់ខ្វះមួយជំហានទៀតបាទទើបគាត់អាចជួយឈ្នះនៅធម្មពលរបស់ទីធានបានអញ្ចឹងមួយជំហានទៀតខ្ញុំគិតថាវាមិនយូរនោះទេអាចជាឆាប់នេះនឹងឯងដោយសារតែបច្ចុប្បន្នធម្មពលព្រលឹងរបស់ហួយហៅគឺស្ថិតនៅក្នុង level 80បាន80គឺចង់ស្មើទៅនឹងសេចក្បងទី3ទី4របស់គាត់ទៅហើយទី3ទី4របស់គាត់ដូចជាlevel 8ជាងបាទ85 84ឯហ្នឹងបាទហើយនៅពេលដែលហួយហៅរួមបញ្ចូលជាមួយនឹងស៊ីប៉ៃទៀតនឹងធ្វើឲ្យធម្មពលរបស់ហួយហៅនឹងកើនឡើងលើសពី80ទៅទៀតបាទគ្រាន់តែលើស៊ីប៉ៃភ្លាមហ្នឹងក៏គាត់សួរទៀតថាក្រែងស៊ីប៉ៃនៅឯទីក្រុងព្រលឹងមេឃាមែនដែរឬក៏អត់នេះថានៅពេលដែលមានរឿងកើតឡើងគឺគាត់នៅទីនោះពិតមែនបន្ទាប់ពីរឿងនោះបានបញ្ចប់ហើយនឹងក៏ខាងអ៊ូតុងនឹងក៏បាននាំហួយហៅនឹងត្រឡប់មកវិញអញ្ចឹងទៅក៏ព្រិលសនឹងក៏បានឲ្យសញ្ញាទៅកាន់ស៊ីប៉ៃដើម្បីឲ្យគាត់នឹងដើរមកតាមខ្លួនស៊ីប៉ៃគឺខ្លាឃ្មុំកធាត់ឬក៏ខ្លាឃ្មុំកម៉ាប់នឹងឯងដែលជួយហួយហៅកាលពីប្រហែលវគ្គមុនបានហើយពេលនេះស៊ីប៉ៃរងចាំហួយហៅនៅឯខាងក្រៅទីក្រុងច្រាំងហួយហៅសប្បាយចិត្តខ្លាំងណាស់នៅពេលដែលដឹងថាស៊ីប៉ៃមិនកើតអីនោះអញ្ចឹងនាងក៏សួរបញ្ជាក់ថាហួយហៅនឹងចង់រួមបញ្ចូលជាមួយស៊ីប៉ៃឥឡូវដែរឬក៏អត់គាត់ថាអត់ទាន់នោះទេព្រោះថាគាត់ត្រូវតែធ្វើដំណើរទៅកាន់ជួរកងទ័ពខាងមុខបាទនៅឯទីក្រុងវាអាចជាស្អីបានអាណាចក្រព្រលឹងមេឃាជាមុនសិនហើយណាមួយពេលនេះក៏គាត់ត្រូវការជំនួយពីស៊ីប៉ៃផងដែរអាចជារងចាំរហូតដល់ពួកគេនឹងត្រឡប់មកវិញបញ្ចប់នៅពេលសកម្មនោះហើយទើបទៅការរួមបញ្ចូលតែម្ដងអញ្ចឹងគាត់គិតថាស៊ីប៉ៃរងចាំខ្លួនយូរណាស់ហើយអញ្ចឹងបញ្ញាប់នាំគាត់នឹងមកទីនេះបន្ទាប់មកពួកគេក៏ធ្វើការពិភាក្សាគ្នាអំពីផែនការនៃការជួយសង្គ្រោះនៅមេបករបស់ខ្លួនគឺថាងយ៉ាគឺជាមេបកបច្ចុប្បន្ននៃបកថាងបាទហើយបន្ទាប់មកក៏មេបកទី2គឺបេបេបាទអញ្ចឹងខៃទូនឹងចង់ទៅជាមួយនឹងគេដែរព្រោះថាគាត់ពេលសកម្មលើកណាក៏គាត់មិនដែលបានទៅនឹងគេនឹងឯងបាទនៅតែបកថាងអញ្ចឹងទៅក៏បេបេដែលជាមេបកទី2នឹងក៏បានប្រាប់ថាសានភីមនៅឯបកថាងបច្ចុប្បន្ននេះគឺត្រូវការខៃទូខ្លាំងមែនទែនពិសេសគឺការបង្កើតនៅឧបករណ៍សូលកាយអ្នកដែលមានជំនាញនៅក្នុងបកថាងគឺមានតែ2អ្នកតែប៉ុណ្ណោះគឺខៃទូហើយនិងលោកគ្រូឈុនស៊ីវិនអញ្ចឹងគាត់តែម្នាក់ឯងមិនអាចជួយកិច្ចការនោះបានអស់នោះទេអញ្ចឹងត្រូវការជំនួយពីខៃទូផងដែរអញ្ចឹងគាត់នឹងឲ្យហួយហាទៅជាមួយគាត់តែប៉ុន្តែនៅក្នុងបកថាងគឺមាន3អ្នកគឺហួយហាម្នាក់ទៀតអញ្ចឹងខៃទូក៏បានសួរអំពីសិស្សប្អូនហួយហាគាត់មិនចង់ឲ្យហួយហាទៅទៀតនោះទេព្រោះថាឲ្យទៅលើកណានឹងវិសនឹងស្លាប់រហូតបានព្រោះហួយហាជួយចិត្តរកកន្លែងគ្រោះថ្នាក់កំពុងតែជជែកគ្នានេះក៏ហួយហៅក៏បានមកដល់លំមហើយថាសិស្សបងមិនក៏និយាយដើមខ្ញុំអញ្ចឹងគេទូថាបាននិយាយដើមឯងទេគឺនិយាយនៅមុខឯងហ្នឹងហើយគាត់គិតថាពេលនេះគឺមាននៅលោកគ្រូជីនសាជេជាមួយនឹងព្រឹទ្ធាចារ្យសុងអញ្ចឹងបញ្ហានេះឯងមិនបាច់ទៅក៏បានដែរតែបេបេប្រាប់ថាមិនអញ្ចឹងទេខៃទូហួយហៅគឺ
ដឹងច្រើនជាងគេពិធីនឹងការទប់ទល់ជាមួយនឹងអាណាចក្រសូយ៉ាចន្ទ្រាហើយធម្មពលព្រលឹងរបស់គាត់គឺសំខាន់សម្រាប់ពួកយើងជាខ្លាំងចំណែកប្រជាឈនវិញក៏គាត់មិនបាននៅទីនេះនោះដែរព្រោះថាគាត់មានភារកិច្ចមួយទៅស្វែងរកនូវព័ត៌មានទាក់ទងទៅនឹងឧបករណ៍សូកាថ្នាក់ទី10ហ្នឹងដើម្បីប្រឈមមុខជាមួយនឹងសិទ្ធិត្រូវជាបើសិនជាខៃទូទៅទីប្រកាសជាចាប់មិនខាននោះទេខៃទូក៏សម្ដែងតាមទឹកមុខក្រៀមក្រំហើយក៏បានសួរអំពីស៊ីរបស់ខ្លួនវិញអញ្ចឹងស៊ីអាចជាត្រូវទៅស៊ីក៏ព្យាយាមលួងលោមខៃទូនឹងកុំបារម្ភអីដល់ពេលនេះគឺមាននៅប្រជាយានសាជ័យរួមជាមួយនឹងប្រជាសង្ឃក៏ទៅជាមួយនឹងពួកគេដែរអញ្ចឹងនាងមិនអីនោះទេពួកគេអាចជារៀបចំទៅនៅថ្ងៃស្អែកនោះដល់ពេលនោះដែរក៏លោកគ្រូឈុនស៊ីវីនឹងក៏បានចូលមកដល់គាត់មិនយល់ព្រមជាដាច់ខាតគាត់បង្ខំឲ្យហួយហានឹងត្រឡប់មកវិញឲ្យលឿនព្រោះថាហួយហាទៅលើកណាក៏ខ្ជិះខ្ជីនៅឧបករណ៍សូលកាយដែលគាត់នឹងបកគលឲ្យដែរខូចអស់លេងបាទប្រើឡើងខ្ទេចខ្ទីអស់ហ្មងអញ្ចឹងលើកនេះក៏មិនឲ្យហួយហាទៅម្ដងទៀតនោះទេរួមជាមួយនឹងខៃទូក៏មិនឲ្យទៅដែរនៅពេលដែលលើបែបហ្នឹងក៏ខៃទូនឹងសប្បាយចិត្តជាខ្លាំងព្រោះថាទីបំផុតក៏សុបអូនបានទៅដែរតែគាត់នៅតែមានអារម្មណ៍សោកស្ដាយរៀងៗខ្លួនណាបាទអញ្ចឹងទៅក៏បេហ្នឹងក៏ព្យាយាមនិយាយឲ្យហួយហាព្រោះថានេះគឺជាការអនុញ្ញាតពីលោកគ្រូពីលោកតាឈួនហើយរឿងនេះគឺសំខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះនៅមេបឋានរបស់ពួកគេតែពិតទៅហួយហាគាត់មកទីនេះគឺមានរឿងសំខាន់ដើម្បីជួយសង្គ្រោះនៅທາງយ៉ានឹងឯងអញ្ចឹងទៅក៏គាត់ឲ្យលោកគ្រូនឹងបានដឹងអំពីការវិលត្រឡប់របស់គាត់មកវិញបើសិនជាគាត់មានចេតនាមិនចង់ឲ្យលោកគ្រូដឹងនោះគឺគាត់លាក់បាំងយូរណាស់មកហើយគាត់មិនឲ្យលោកគ្រូឈុនស៊ីវិននឹងដឹងតែគាត់មកនោះទេបើសិនជាគាត់ដឹងថាលោកគ្រូមិនឲ្យខ្លួនទៅបែបនេះលោកគ្រូក៏ចាប់ផ្ដើមប្រូរឿងមួយធ្វើបាបហូយាហាអញ្ចឹងគាត់អត់បខំហូយាហានោះទេចង់ទៅក៏ទៅក៏ប៉ុន្តែឲ្យហូយាហាត្រូវដោះស្រាយនៅបញ្ហាអាវុធសូលកាយមួយគាត់ឲ្យហូយាហានឹងបង្កើតនៅកំភ្លើងសូលកាយថ្នាក់ទី8ឲ្យល្អបំផុតពេលនេះគាត់នឹងអនុញ្ញាតឲ្យហូយាហាទៅបានហូយាហាភាពឲ្យជាខ្លាំងបើលោកគ្រូធ្វើបែបនេះមែនក៏វាមិនខុសពីការបង្ខំនោះដែរអាវុធសូលកាយ level 8មិនងាយស្រួលការបង្កើតនោះទេតែហូយាហាក៏មិនដែលឃើញច្បាស់ទៀតលោកគ្រូក៏បន្តថាហូយាហាដូចជាមិនក្លាហានតទៅសោះអញ្ចឹងទៅហូយាហាក៏បានសុំការអនុញ្ញាតពីបេបេពី3ថ្ងៃទៀតដូចជាខ្ទង់3ថ្ងៃបានដើម្បីបង្កើតឧបករណ៍សូលកាយបេបេក៏បានចូលព្រមអញ្ចឹងពួកគេនឹងចាក់ចេញរយៈពេល3ថ្ងៃទៀតបន្ទាប់ពីហូយាហាបញ្ចប់នៅឧបករណ៍សូលកាយនេះបានទៅជោគជ័យបន្ទាប់មកក៏លោកគ្រូឆាន់ស៊ីវិននឹងក៏បានឲ្យហូយាហានឹងពិនិត្យមើលនៅ drawing ឬក៏គេហៅស្អីខ្ញុំមិនដឹងតែខ្មែរប្រែថាយ៉ាងម៉េចនោះទេប្លង់បាទហៅថាប្លង់ចាស់បាទនៃធាតុផ្សំនៃការបង្កើតនៅឧបករណ៍សូលកាយទាំងអស់គឺវាមាននៅសម្បកនៃឧបករណ៍រួមជាមួយនឹង Snow Array ដែល Snow Array ទាំងអស់នេះគឺវាបង្កើតឡើងពីលោហៈធាតុកម្រគឺជាថ្មដែលមានតម្លៃដែលដាក់នៅក្បែរនោះបាទហួយហាមានអារម្មណ៍ថាហេតុអីក៏ច្រើននៅថ្នាក់នេះញ៉ៃខ្លាំងមែនទែនហើយលោហៈធាតុកម្រហ្នឹងក៏លោកគ្រូឈុនស៊ីវីនឹងបានរៀបចំឲ្យហួយហារួចជាស្រេចទៀតអញ្ចឹងគាត់ទុកពេលហួយហា3ថ្ងៃទៅធ្វើឲ្យហើយហួយហាចាប់ផ្ដើមគិតទៀតថាលោកគ្រូកំពុងតែធ្វើបាបខ្លួនហើយតើហើយនៅក្នុងប្លង់នោះមានដល់ទៅ30សន្លឹកឯណោះបាទតរំតែមើលយល់អាចជា2ថ្ងៃជាងបាទទៅមើលហើយអានេះសម្រាប់មនុស្សមានបញ្ញាវាងវៃបាទតែមនុស្សធម្មតាយល់មួយទឹក10ថ្ងៃអីមិនទាន់ហើយផងហើយទាំងអស់នោះគឺមានលោហៈធាតុកម្រិតអាចជាស្រ័យបាទគឺមាន Snow Array ដែលត្រូវបំពាក់នៅក្នុងកំភ្លើងនោះមានដល់ទៅ24គ្រាប់រួមជាមួយនឹង Snow Array សំខាន់8គ្រាប់ទៀតទាំងអស់វា32គ្រាប់បាទគាត់មានអារម្មណ៍ថាវាស្មុគស្មាញខ្លាំងមែនទែនជាមួយនឹងប្លង់ទាំងអស់នេះចំណែកលោកគ្រូឈិនស៊ីវីដែលនៅទីនេះចាប់ដើមគិតទៀតថាបើគាត់វិញយ៉ាងហោចហ្នឹងក៏ប្រើពេលរាប់ខែដែរទ្រាំទៅធ្វើហើយបាទតែចាំមើលថាហួយហាអាចធ្វើបានក្នុងរយៈពេល3ថ្ងៃនេះដែរឬក៏អត់គាត់ចង់ដឹងនៅក្នុងខ្សែរឿងគឺវាអស្ចារ្យរហូតតែនៅខាងក្រៅវាមិនអាចទៅរួចនោះទេបាទរឿងខ្លះរយៈពេល2ថ្ងៃកន្លងផុតទៅពួកគេក៏បានត្រឡប់មកវិញឃើញថាហួយហានៅអង្គុយមើលអាប្លង់នោះមិនទាន់ចប់ទៀតលោកគ្រូក៏បានបញ្ជូនទៅកាន់ខៃទូក្នុងការបង្កើតនៅឧបករណ៍សូលកាយមួយគឺសំខាន់ទៅស្វែងយល់អំពីប្លង់នឹងឲ្យច្បាស់ជាមុនសិនទៅពេលដែលយើងធ្វើការដំណើរការគឺវានឹងទៅមុខយ៉ាងរលូនអានេះដោយសារតែធម្មពលភ្នែកព្រលឹងរបស់ហូយ៉ាការឡើងស្រាប់ផងការមើលបកកក៏លឿនជាងមុនទៀតបើសិនជាហូយ៉ាអាចធ្វើបានដែលថាมันអាចទប់ទល់ជាមួយនឹងឥទ្ធិពលនៃអាវុធថ្នាក់ទី10នោះអញ្ចឹងពួកគេអាចជាដោះស្រាយនៅអាវុធថ្នាក់ទី10នៅថ្ងៃអនាគតបានមិនខាននោះទេបើសិនជាហូយ៉ាជោគជ័យខៃទូនៅតែគិតថាសិស្សប្អូនរបស់ខ្លួនអាចបញ្ចប់កិច្ចការនេះបានទាន់ពេលដែរឬក៏អត់ឥឡូវរយៈពេល2ថ្ងៃកន្លះហើយបាននៅសល់ពេលដូចជាមួយយប់បានពេលបេហ្នឹងក៏សួរថាហេតុអីក៏មិនទាន់ហើយទៀតអញ្ចឹងនៅសល់តែមួយយប់នឹងទៀតទេគឺអស់ពេលហើយពួកគេក៏បានសួរនាំជាងទៅកែទូក៏ធ្វើការរៀបរាប់មុនការបង្កើតគឺពួកគេត្រូវស្វែងយល់អំពីរឿងសំខាន់នៃឧបករណ៍សូលកាយនៅជាមុនសិនអញ្ចឹងការមើលនៅប្លង់គឺវាជារឿងដែលសំខាន់ជាងគេបំផុតបន្ទាប់មកក៏ហូយ៉ាចាប់ផ្ដើម recover នៅធម្មពលរបស់គាត់ជួយទៅក្នុងរាងកាយព្រោះថា2ថ្ងៃកន្លះនេះគឺគាត់អស់ធម្មពលខ្លាំងមែនទែនក្នុងការមើលប្លង់ទាំងអស់នោះអ
ចឹងគាត់គឺថាហួយហែនឹងគឺនៅមានឱកាសបាទនៅមានពេលដើម្បីទៅការបង្កើតមានអារម្មណ៍ថាហួយហែគឺជឿជាក់ខ្លាំងមែនទែនមានតែហួយហែម្នាក់តែប៉ុណ្ណឹងដែលអាចបង្កើតនៅ miracle ភាពអស្ចារ្យឬក៏បាតុភូតអភូតហេតុបាទបាតុភូតបាននោះបន្ទាប់ពីគាត់ recover នៅធម្មពលចប់សពគ្រប់អស់ហើយនោះក៏ចាប់ដើមបញ្ចេញនៅកបិតឆ្លាក់របស់គាត់មួយអញ្ចឹងរឿងដំបូងដែលគាត់ទៅធ្វើគឺគាត់នឹងបង្កើតនៅសម្បកនៃកំភ្លើង Soul Guy ជាមុនសិនហើយគាត់ក៏ចង់សាកល្បងដែរព្រោះថាខានបង្កើនឧបករណ៍ Soul Guy យូរហើយល្បឿននៃការឆ្លាក់របស់ហូយ៉ាគឺលឿនខ្លាំងមែនទែនជាក់ពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះដែលហូយ៉ាអាចបង្កើតនៅសម្បកនៃឧបករណ៍ Soul Guy នោះបានទៅជោគជ័យពេលលោកគ្រូឈុនជីវិនបើកផ្នែកជាងធំហូយ៉ាពិតជាមានសមត្ថភាពមែនបន្ទាប់មកក៏ចាប់ផ្ដើមឆ្លាក់នៅ Snow Array បាទឬក៏ Core Array ហ្នឹងដែលចេញពីលោកអាទិត្យកម្រនោះតែហូយ៉ាប្រើប្រាស់នៅកញ្ញាមីខ្មៅរបស់គាត់ដើម្បីឆ្លាក់ជំនួសវិញឧទាហរណ៍ល្បឿននៃការឆ្លាក់គឺលឿនខ្លាំងមែនទែនលឿនជាការប្រើប្រាស់នៅកំបិតតែមួយទៅទៀតពួកគេនឹងបើកផ្នែកជាងធំហេតុអីក៏អស្ចារ្យដល់ថ្នាក់នេះការឆ្លាក់គឺវាស្មុគស្មាញហើយហួយហេតុធ្វើបែបហ្នឹងគឺជួយសន្សំនៅពេលវេលារបស់គាត់កាន់តែលឿនតែគាត់ទៅតែឆ្លាក់បានមួយក្នុងចំណោម24ខតែប៉ុណ្ណោះហើយនៅសល់អា Snow Array ដែលសំខាន់ផ្នែកខាងក្នុង8គ្រាប់ទៀតអញ្ចឹងសរុបទាំងអស់គឺវាមាន32គ្រាប់នឹងឯងហើយគាត់ក៏នឹកលោកគ្រូចនសវិននឹងក៏នឹកឃើញថានៅពេលដែលគាត់នៅឯមីងទៅທາງរបស់អាណាចក្រសូយ៉ាចិនត្រីដែលគ្រប់គ្រងដោយជីងហុងឈិនគាត់ប្រើពេលមិនកំណត់នោះទេក៏នៅតែមិនអាចបង្កើតនៅឧបករណ៍ថ្នាក់ទី8នេះជោគជ័យផងហើយគាត់បរាជ័យជាច្រើនលើកជាច្រើនសារក៏ប៉ុន្តែមិននឹកស្មានថាហួយហៅបានធ្វើបានបែបនេះទេបាទហួយហៅក៏ចាប់ផ្ដើមឆ្លាក់នៅ Snow Array ផ្សេងទៀតជាពេល2ម៉ោងគាត់ក៏ឆ្លាក់វាដូចជាចិត្តគ្រប់អស់ហើយបានល្បឿននៃការឆ្លាក់ Snow Core Array គឺលឿនខ្លាំងមែនទែនហួយហៅក៏សួរថាសល់ពេលប៉ុន្មានទៀតសម្រាប់គាត់មុនពេលព្រះអាទិត្យរះគេទូប្រាប់ថានៅសល់2ម៉ោងទៀតបន្ទាប់មកក៏ចាប់ផ្ដើមផ្គុំនៅផ្នែកសំខាន់នៃ Snow នោះជាមុនសិនបានបន្ទាប់មកក៏ចាប់ផ្ដើមឆ្លាក់នៅ Snow នៃ Core Array មួយចុងក្រោយដែលសំខាន់ជាងគេបំផុតហើយក៏ជាផ្នែកដែលទូជាងគេគឺជាផ្នែកកណ្ដាលនៃកាភ្លើងនេះហើយរបស់នេះគឺសំខាន់បើសិនជាបរាជ័យឆ្លាក់ខុសតែមួយឆ្នោតដឹងតែចប់ហើយអញ្ចឹងក៏បានប្រើប្រាស់នៅផ្នែកនៃជោគវាសនាផ្នែកទី3របស់គាត់ដើម្បីពិនិត្យមើលកាន់តែច្បាស់តែវាក៏បានបញ្ចេញនៅពលឺយ៉ាងខ្លាំងលោកគ្រូចាន់ស្វីនប្រាប់ទៅកាន់ពួកគេទៀតថាកុំបើកភ្នែកមើលអសោះប្រយ័ត្នធ្វើឲ្យខ្វាក់ភ្នែកព្រោះថាហួយហេតុពេលនេះកំពុងតែផ្ដោតអារម្មណ៍ប្រើប្រាស់នៅធពលនៃភ្នែករបស់គាត់ផ្ដោតទៅលើការឆ្លាក់នៅ Snow Array វាអាចជាមានឥទ្ធិពលប៉ះពាល់ដល់ភ្នែករបស់ពួកឯងនៅពេលដែលសម្លឹងភ្នែកហួយហៅការឆ្លាក់របស់ហួយហៅគឺកាន់តែញាប់ទៅគូចិនស្វីនគិតថាហួយហៅពិតជាបិសាចពិតមែនមិនស្មានថាគាត់ធ្វើលឿននៅថ្នាក់នេះទេបានទីបំផុត Snow ខាងក្នុងវាក៏បានឆ្លាក់បានទៅជោគជ័យក៏ប៉ុន្តែគាត់មើលហួយហៅយូរទៅថ្នាក់នេះដូចជាមិនទាន់បានរៀនអ្វីបានច្រើនសោះពីហួយហៅបានហើយឥទ្ធិពលនៃ Snow Core Array នេះគឺវាមានកម្លាំងដូចជាមួយគុណនឹង2ឯណោះបន្ទាប់មកវាក៏បានបញ្ចេញរង្វង់វីតាមីនដែលផុសចេញពី Snow Core Array នោះតាមពិតទៅអធិស្ឋានបាននេះគឺជាធម៌ពលលំហដែលហួយហៅប្រើប្រាស់តែប៉ុណ្ណោះវាហៅសួរថាសល់ពេលទៀតសម្រាប់គាត់ថាកុំនិយាយច្រើនពេកបញ្ញាបញ្ចប់ពេលលឿនទៅហួយហៅក៏ចាប់ផ្ដើមផ្គុំនៅធាតុផ្សំរបស់វាជាមួយនឹង Core Array ហើយនិងសម្បកដោយប្រើប្រាស់នៅធម៌ពលលំហរបស់គាត់ដើម្បីគ្រប់គ្រងវាជាពេលកន្លះជប់ក៏កន្លងផុតទៅលុះព្រឹកឡើងហួយហៅក៏បានបញ្ចប់ទាំងស្រុងនៅកំភ្លើង Soul Guy ថ្នាក់ទី8ពួកគេសប្បាយចិត្តខ្លាំងមែនទែនលោកគ្រូសវិនក៏សប្បាយចិត្តដែរអញ្ចឹងហួយហៅក៏សួរទីថាតើគាត់អាចទៅបាននៅគាត់ថាមិនទាន់នោះទេព្រោះថានៅត្រូវការពេលសាកល្បងទៀតតើវាត្រូវនៅអ្វីដែលជាតម្រូវការរបស់គាត់ដែរឬក៏អត់តម្រូវការរបស់គាត់នោះគឺកំភ្លើងថ្នាក់ទី8ទប់ទល់ជាមួយនឹងកំភ្លើងដែលមានថ្នាក់ខ្ពស់ជាងនេះអាចជាថ្នាក់ទី9ឬក៏ថ្នាក់ទី10ពេលនោះហួយហៅអាចទៅបានហើយហួយហៅក៏សួរទីថាមិនក៏និយាយអញ្ចឹងលោកគ្រូហើយលោកគ្រូធ្លាប់សន្យាជាមួយនឹងខ្ញុំរួចហើយតែលោកគ្រូតបទៅវិញទៀតថាខ្ញុំបានសន្យាមួយឯងទេឯងជាអ្នកនិយាយខ្លួនឯងទេតើអញ្ចឹងបើសិនជាវាបង្កើតឡើងបានជោគជ័យក៏ប៉ុន្តែប្រើមិនបានការនោះក៏គ្មានប្រយោជន៍អ្វីដែរហើយអ្នកអាចប្រើប្រាស់នៅកំភ្លើងថ្នាក់ទី8នេះបានតលតែអ្នកនោះកងពលឹង8កងថ្មពល80តែអាចប្រើបានហួយហៅក៏លើកដែរតែគាត់អាចប្រើបានសួរឲ្យគាត់នឹងភ្ជាប់អើឯងនិយាយថាម៉េចតែតាមពិតទៅតាមពលពលឹងរបស់គាត់ឈានទៅដល់ level 80រួចទៅហើយជាងគាត់អាចសាកល្បងបាញ់នៅកំភ្លើងនេះបានគឺធ្វើឲ្យសើច្បងទាំង3នេះប្រយោជន៍ឲ្យជាខ្លាំងអត់អីក៏តាមពលហួយហៅកើនឡើងលឿនដល់ថ្នាក់នេះទេបាទអានេះអត់ទាន់រួមបញ្ចូលជាមួយនឹងកងពលឹងទី8របស់គាត់ផងតែកម្លាំងរបស់គាត់នៅតែអាចប្រើប្រាស់នៅឧបករណ៍ថ្នាក់ទី8ឬក៏អាវុធ Soul Guy ថ្នាក់ទី9គឺគាត់អាចសាកល្បងប្រើបានទាំងអស់បានពេលបេក៏គិតថាហួយហៅមានភាពជាជាតែគាត់ពិតជាអាចធ្វើបានលោកគ្រូក៏អត់អីប្រកែកជាមួយនឹងហួយហៅទៀតហើយអញ្ចឹងគាត់ក៏យល់ព្រមដែរហើយបេក៏សួរថាហួយហៅត្រូវការសម្រាប់មួយថ្ងៃដែរឬក៏អត់មុនពេលចាក់ចេញទៅគាត់ថាអស់ពេលហើយគាត់ក៏មិនចង់ឲ្យយានលោកគ្រូយានសាច់ចេះរួមជាមួយនឹងព្រឹទ្ធាចារ្យសង្ឃរងចាំគាត់តទៅទៀតនោះដែរដោយសារតែមានសាច់ច្រើនដែលរងចាំនៅខាងក្រៅពួកគេគឺបញ្ញាចាក់ចេញឲ្យលឿនបំផុតនៅថ្ងៃនៅព្រឹកនេះតែម្ដងហើយសាច់រឿងបើជើងក៏ស្លែតែប៉ុណ្ណេះអញ្ចឹងមួយភាគទៀតគឺអាចជារងចាំដល់អាទិត្យក្រោយបានទៅចេញបាន